ពេលដែលអ៊ំជើងទី2រួចមានពិធីកាត់ព្រាត់បាទយ៉ាងអធិកអធមក្នុងនោះក៏មានការបណ្ដែតប្រទីបក៏ដូចជាការបាញ់នៅកំជ្រួចបង្កនៅភាពសប្បាយរីករាយជូនដល់ពុកម៉ែបងប្អូនដែលកំពុងតែរងចាំទស្សនាបាទទោះបីជាក្តៅបន្តិចក្តីប៉ុន្តែឃើញថាបងប្អូនរបស់យើងកំពុងតែបាទនៅមាត់ទន្លេអង្គុយយ៉ាងស្ងៀមស្ងាត់នៅក្នុងការរងចាំទស្សនាទូករបស់ខ្លួនបងប្អូនដែលកំពុងតាមដានទេសនានៅការប្រណាំងទូកក្នុងព្រឹត្តិពិធីបុណ្យថ្ងៃទី3ចាដ៏មានប្រជាប្រិយភាពជាទីគោរពនិងជាទីមេត្រីគណៈពេលនេះផងដែរក្រុមអាចារ្យចាបាគូក៏ដូចជាមន្ត្រីដែលតបតែងលម្អកាយជាមន្ត្រីមេតបចាប់បាននាំយកនៅដាវជ័យក៏ដូចជាទង់ព្រះមហាក្សត្រវិលត្រឡប់ចុះមកកាន់ទូកព្រះទីនាំងក្រោយពីទទួលបាននៅការប្រោសប្រទាននៅពរជ័យសិរីមង្គលរួចរាល់ពីព្រះមហាក្សត្រចាសម្រាប់ពេលនេះយើងបានត្រៀមជាមួយនឹងព្រះពិធីកាត់ព្រាត់ដែលជាថ្ងៃបញ្ចប់នៅទ្វារទសមាសនៃព្រះពិធី3ថ្ងៃកន្លងមកនេះទូកប្រណាំងដែលមានប្រជាប្រិយភាពដែលឈានចូលដល់ទូកដែលចាត់ទុកថាជាទូកល្បីទូកលឿនសភនភាពក៏ស្រស់ទូកគូទី1បានន័យថាក្នុងជើងទី2នៃទូកគូពិសេសបានចាប់ផ្ដើមចាប់យោងទន្ទឹមនឹងកងពាន់ទី1ហើយនេះទីប្រណាំងរបស់យើងគឺមានចម្ងាយ1007ម៉ែត្រ700ម៉ែត្រទៅតាមអ្វីដែលលក្ខខណ្ឌជារៀងរាល់ឆ្នាំចាហើយសម្រាប់ពីនេះទូកនេះបាន1000ម៉ែត្រនៅសល់តែ200ម៉ែត្រទៀតទេចាប់យោងដល់កងពាន់ទីផ្ដាច់ព្រាត់យើងខ្ញុំអាចជម្រាបជូនបានសម្រាប់ជើងទី2សរាយដេជោសែនជ័យចាប់បដូរទៅនៅខ្សែទឹកខាងក្រៅវិញម្ដងហើយជាមួយនឹងសារ៉ាត់សែនជ័យបារមីទងសបាទចាបាទយើងឃើញការផ្ដិតយករូបភាពតាមចក្រទូរទស្សន៍ជាតិបានបង្ហាញឃើញថាខ្សែទឹកខាងក្រៅសរាយដេជោសែនជ័យបាទរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធមនិតនឹងកំពុងតែនាំមុខហើយមានទួចហើយចាសារ៉ាត់សែនជ័យបារមីទងសដែលនៅខ្សែទឹកខាងក្នុងរបស់អាយដាមស្បង់សារ៉ាត់ចាកាលពីជើងទី1សារាយដេជោសែនជ័យទូកនេះគឺមានគេឈ្មោះល្បីល្បាញណាមកពីវត្តពិជ័យរាំងសីពុករិស័យខ្សាច់កដាលចាំមានគេឈ្មោះបោះសំលេងហើយគឺជាទូកដែលមានប្រជាប្រិយភាពបងប្អូនប្រជាពលរដ្ឋរបស់យើងច្បាស់ចាជើងទី1ខ្សែទឹកខាងក្នុងទទួលបានជ័យជំនះមួយជើងរួចហើយបងប្អូនក៏បានជ្រាបហើយដែរសារាយដេជោសែនជ័យទទួលបានការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនបាទឥឡូវនេះសារ៉ាត់សែនជ័យបារមីទងសខ្សែទឹកខាងក្នុងតាមហើយរបស់អាយដាមស្បង់សារ៉ាត់បាទរបស់អាយដាមស្បង់សារ៉ាត់សិនតែទូកខ្លាំងបាទសារ៉ាត់សែនជ័យបារមីទងសទៅមួយជើងឯកថ្មីនៅខេត្តព្រៃវែងចាឥឡូវនេះតាមសារ៉ាត់ដេជោសែនជ័យបាទក៏ទើបតែបញ្ចប់នៅខេត្តកណ្ដាលដែរហើយ3ឆ្នាំ2016 2017 2019ជើងឯកហើយឥឡូវនេះយើងឃើញថាមកដល់នៅមុខវេលាជ័យបាទដាច់បាទចាអត់តោងទេសំទោសារ៉ាត់ដេជោសែនជ័យអូយល្អណាស់បងហើយទេដាច់ហើយចាលេខ290នេះហើយគឺជាទូកដែលមានឈ្មោះថាសារាយដេជោសែនជ័យទទួលបានការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន